ជំរាបសួរបាទសម្រាប់វីដេអូមួយនេះខ្ញុំចង់មកបង្ហាញឲ្យកាន់តែលម្អិតមែនទែននៅប្រភេទវីឡាតូលដែលមានទំហំដីធំនិងសាច់ផ្ទះធំហើយប្រភេទវីឡាតូលមួយហ្នឹងចតឡានបាន2គ្រឿងអញ្ចឹងអ្នកដែលមានឡាន2គ្រឿងហ្នឹងគឺអាចចតបានយ៉ាងទូលាយហើយដីដែលនៅសល់ខាងឆ្វេងដៃហ្នឹងគឺសល់2.6 ម៉ែត្រហើយនៅខាងស្ដាំដៃនេះគឺនៅសល់2.2 ម៉ែត្រនឹងអាចធំជាងនឹងទៀតដូចផ្ទះគំរូអញ្ចឹងតែតាមទំហំដីដែលនៅសល់ទាំងគុណភាពសំណង់ទាំងហេដ្ឋារចនាសម្ព័ន្ធហ្នឹងគឺល្អមែនតើមិនចាញ់100ធំប្រហែលទេដូចជាផ្លូវចាក់បេតុងហើយក្រាលកស៊ូថែមទៅលើទៀតហើយក៏មានសួនសាធារណៈហ្នឹងគឺសម្រាប់កំសាន្តរួមគ្នាសម្រាប់អ្នកដែលរស់នៅក្នុងបរិយានឹងផងដែរហើយនេះគឺជាបន្ទប់ទទួលភ្ញៀវដែលមានពន្លឺចូលមកគ្រប់គ្រាន់យើងមើលឃើញមានកញ្ចក់ប្រអួយធំផ្ទាំងធំហើយមានការថែមជូននៅដេគ័រទូតាំងទូទួមើលទៅគឺស្អាតស្រស់ស្អាតមែនទែនហើយនេះគឺជាបន្ទប់ផ្ទះបាយដែលមានលក្ខណៈធំទូលាយពន្លឺច្បាស់ល្អពីខាងក្រៅនិងមានការថែមជូនទូតាំងលើក្រោមអញ្ចឹងអ្នកដែលមានសមាជិកច្រើននឹងអាចអង្គុយញ៉ាំជុំគ្នានៅត្រង់ហ្នឹងបានសម្រាប់នៅជាន់ក្រោមហ្នឹងគឺមានបន្ទប់គេងមួយសម្រាប់ម៉ាក់ប៉ាលោកយាយលោកតាដែលគាត់ពិបាកក្នុងការឡើងកម្មចតាអញ្ចឹងគាត់អាចសម្រាននៅខាងបន្ទប់ជាន់ក្រោមហ្នឹងបានកុំឲ្យគាត់ពិបាកក្នុងការឡើងកម្មចតាផងដែរនៅជាន់ខាងលើហ្នឹងមានបន្ទប់គេងរហូតដល់ទៅ3បន្ទប់ទី1នេះគឺបន្ទប់កូនប្រុសហើយបន្ទប់ទី2គឺជាបន្ទប់កូនស្រីបន្ទប់កូនប្រុសនិងបន្ទប់កូនស្រីហ្នឹងគឺមានបន្ទប់ទឹករៀងខ្លួននៅក្នុងបន្ទប់ទឹកហ្នឹងគឺមានខណ្ឌជាកញ្ចក់ជាមួយនឹងកន្លែងចានប្រគុណហ្នឹងគឺដាច់ដោយឡែកពីគ្នាហើយបន្ទប់ចុងក្រោយគេបើអស់នៅក្នុងវិឡាហ្នឹងគឺជាបន្ទប់មេគ្រួសារហើយនៅក្នុងបន្ទប់មេគ្រួសារនេះគឺយើងដេគ័រសាមញ្ញប៉ុន្តែស្អាតហើយធំទូលាយថែមទៀតផងនៅក្នុងបន្ទប់មេគ្រួសារហ្នឹងក៏មានបន្ទប់ទឹកផ្ទាល់ខ្លួនមួយផងដែរហើយបន្ទប់ទឹកហ្នឹងគឺធំទូលាយសម្រាប់ការចូលមកវេរ៉ង់ដាហ្នឹងគឺមាន2ច្រកតាមចតាក៏បានច្រកតាមមេគ្រួសារក៏បានសូមតាក់ទងមកកាន់លេខ Telegram មួយនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស